សួស្តីអ្នកនរគ្នាខ្ញុំបាទស្ពៃថ្ងៃនេះខ្ញុំចេញសម្ដែងរឿងមេដាតារាជាភាគ2របស់យើងមុនចូលភាគបន្តយើងក៏លេចទៅមើលក្រោយបន្តិចពេលដែលមេចោលសមុទ្របានចាចេញទៅគាត់ក៏បាននិយាយថាអូមកតាំងពីពេលណាដែលយើងគ្រាន់តែបិទលេងគ្នាសម្រាប់អាហារធម្មតានិយាយហើយគាត់ក៏បាននាំក្រុមរបស់គាត់បានចាក់ចេញទៅមើលទូឯប្រុសរបស់យើងក៏បាននិយាយថានោះបានបិទក្រឡេកទៅមើលទៀនរបស់តួប្រុសរបស់យើងវិញក៏បានបាក់តិចទីបាត់អស់ទៅហើយបានមិនតិចក្រោយមកយើងក៏ឃើញមេចោលសមុទ្របានចូលមកវិញហើយគាត់ក៏បាននិយាយថាចៅវាយរបស់អ្នកនិយាយខ្លាំងពីអ្នកខ្ញុំដឹងថាខ្ញុំមានកៅភ្នែកសម្រាប់មនុស្សហើយមេចោលសមុទ្រគាត់ក៏បាននិយាយទៀតថាអ្នកគួរតែមកធ្វើការជាមួយខ្ញុំបើសិនបើអ្នកធុញនឹងក្លឹបទៀនទូឯប្រុសរបស់យើងក៏បានតបទៅមេចោលសមុទ្រនោះថាថកែរបស់ខ្ញុំចិញ្ចឹមខ្ញុំបង់លុយឲ្យខ្ញុំហើយផ្ដល់កន្លែងឲ្យខ្ញុំគេងមេចោលសមុទ្រក៏បានសើចហើយគាត់បាននិយាយថាយើងប្រកាសជាអាចធ្វើអ្វីៗទាំងអស់នោះបានសម្រាប់អ្នកទៀតផងនិយាយរួចហើយមេចោលសមុទ្រក៏បានផ្ទាត់កាក់ឲ្យទូប្រុសរបស់យើងមួយហើយទូប្រុសរបស់យើងក៏បាននិយាយថានេះច្រើនពេកហើយលោកម្ចាស់មេចោលសមុទ្របានតបទៅទូឯប្រុសរបស់យើងថានៅមានច្រើនទៀតបើសិនបើអ្នកធ្វើការឲ្យខ្ញុំនិយាយហើយមេចោលសមុទ្រក៏បានដើរចាក់ចេញទៅទូឯប្រុសរបស់យើងក៏បានគិតថាគាត់ប្រកាសជាសប្បាយចិត្តណាស់ហើយមើលទៅហើយការពិភាក្សារបស់គាត់បានដំណើរការយ៉ាងល្អក្នុងពេលឈើគិតម្នាក់ឯងនោះក៏មាននារីសុហោម្នាក់ក៏បានហៅទូឲ្យប្រុសរបស់យើងថាវីឡាហើយនាងក៏បាននិយាយថាលោកចុះចង់ជួបអ្នកហើយទូឲ្យប្រុសរបស់យើងក៏បានទៅជួបលោកចុះពេលទៅដល់ចុះក៏បានផ្ដល់ដាវមួយហើយក៏បាននិយាយថាខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅពេលក្រោយប៉ុន្តែដោយការពិចារណាទៅលើកលក្ខណៈខ្ញុំគិតថាវាល្អប្រសើរជាងប្រសិនបើខ្ញុំឲ្យអ្នកវាឥឡូវនេះហើយគាត់និយាយបន្ថែមទៀតថាអ្នកត្រូវរក្សាវាគ្រប់ពេលវេលាគាត់បាននិយាយបន្ថែមទៀតថាខ្ញុំមិនចង់ឲ្យអ្នកលើលក់ទៀនទៀតទេទូឯប្រុសរបស់យើងពពគាត់ឡើងលឿនហើយក៏បាននិយាយថាបន្ទាប់មកតើខ្ញុំគួរធ្វើដូចម្តេចមេចោលសមុទ្របានគិតបន្តិចហើយគាត់ក៏បាននិយាយថាប្រភពរបស់ខ្ញុំបានគិតថាមានអាវុធមួយកំពុងនៅខាងក្រៅទូឯប្រុសរបស់យើងឆ្ងល់ហើយគាត់ក៏បានសួរថាតើអ្នកមានន័យដូចម្តេចមេចោលសមុទ្រមិនបានតបនឹងទូឯប្រុសរបស់យើងគាត់ក៏បាននិយាយថាត្រឹមត្រូវហើយដូចខ្ញុំមេចោលសមុទ្រគាត់ក៏បាននិយាយទៀតថាប៉ុន្តែពួកគេមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីត្រួតត្រាអតីតមេទ័ពដូចលោកចននោះទេដោយពួកគេនិយាយកងទ័ពជាមទាំងមូលមិនសមនឹងចជាប់មួយក្បាលនោះទេមេចោលសមុទ្របាននិយាយបន្ថែមទៀតថានេះធ្វើឲ្យយើងធ្លាក់ចុះមិនមានការបដិសេធនោះជាមូលហេតុដែលខ្ញុំត្រូវការអ្នកទូឯប្រុសរបស់យើងក៏បាននិយាយថាអូត្រូវការខ្ញុំមេចោលសមុទ្រក៏បាននិយាយទៀតថាអ្នកនឹងទទួលបានបេសកកម្មឆាប់នេះដោយឮមេចោលសមុទ្រនិយាយដូច្នេះទូឯប្រុសរបស់យើងក៏បានខិតខំប្រឹងវឹកហាត់ទូឯប្រុសរបស់យើងក៏បាននិយាយថាហេតុអ្វីវាពិបាកម្ល៉េះក្នុងការហាត់ក្បាច់ដៅមួយនេះទូឯរបស់យើងក៏បានអស់សង្ឃឹមហើយក៏បាននិយាយថាប្រហែលជាខ្ញុំគួរតែទិញទឹកបរិសុទ្ធដើម្បីជំនួយដៅមួយនេះហើយទូឯប្រុសរបស់យើងក៏បានលើកទឹកចិត្តខ្លួនឯងថាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពជានិច្ចហើយទូឯប្រុសរបស់យើងក៏បានវត្តចុះវត្តឡើងហើយក៏បាននិយាយថានោះជាការខុសគ្នាហើយគាត់ក៏បាននិយាយបន្ថែមទៀតថាពីមុនខ្ញុំគ្រាន់តែវាយដៅធម្មតាប៉ុន្តែលើកនេះវាមានអារម្មណ៍ថាបង្កើតបានអ្វីផ្សេងមួយទៀតហើយទូឯប្រុសរបស់យើងក៏បានគិតថាមានរឿងអ្វីនៅក្នុងខួរក្បាលរបស់ខ្ញុំកាត់មកដល់រដូវរងាយើងក៏ឃើញបុរសម្នាក់កំពុងតែជួបដាវហើយគាត់ក៏បាននិយាយថាខ្យល់រដូវរងាកាត់ត្រង់ឆ្អឹងជំនីឥឡូវនេះគាត់និយាយបានបន្តិចគាត់ក៏មានឮសំឡេងជើងអ្នកណាបានដើរមករកគាត់មិនខ្វល់ហើយគាត់បាននិយាយទៀតថានោះមិនមែនជាការធ្វើត្រាប់អាក្រក់នោះទេប៉ុន្តែពួកគេគ្រាន់តែជាមនុស្សល្ងងតែប៉ុណ្ណោះនិយាយរួចហើយគាត់ក៏ឃើញមានសមមនុស្សម្នាក់កំពុងតែនៅក្រោយដើមឈើហើយគាត់ក៏បាននិយាយអ្នកជានរណាក៏ដោយបញ្ឈប់វាខ្ញុំនៅទីនេះឥឡូវនេះហើយទូឯប្រុសរបស់យើងក៏បានដើរចេញមកហើយក៏បាននិយាយថាបាទនោះគឺជាខ្ញុំហើយរឿងមេដាវតារាភាគ2ក៏បានចប់ទៅត្រឹមនេះបើបងប្អូនចង់មើលភាគ3សូមជួយចុច like Subscribe អ្នកមួយផងណាបងប្អូន